ស្លឹកអំពិលថ្នាំរំលាយខ្លាញ់រំថ្លើមហើយនិងបេះដូងជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសេរីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែករូបមន្តរំលាយខ្លាញ់ដែលរំថ្លើមហើយនិងបេះដូងជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នារូបមន្តមានស្លឹកអំពិលវិធីធ្វើយកស្លឹកអំពិលមិនថាចាស់ឬក៏ខ្ចីចំនួន1ក្តាប់ដៃបន្ទាប់មកលាងសម្អាតទឹកឲ្យស្អាតជាមុនសិនហើយចាំយកទៅដាំទឹកចំនួន1លីត្រឬក៏2លីត្រអាស្រ័យទៅលើបងប្អូនហូបទឹកតិចឬច្រើនដាំឲ្យពុះរយៈពេល15នាទីទៅ20នាទីចាំយកមកទទួលទានការទទួលទានមិនកំណត់ពេលនោះទេបងប្អូនចង់ហូបពេលណាក៏បានដែរត្រឹមតែរយៈពេល3ថ្ងៃឡើងទៅអាការៈធ្លាប់តែណែនទ្រូងចុកឆ្អល់និងដើមទ្រូងឬក៏បោះដៃផុតរបស់ពុកម៉ែបងប្អូននឹងបានធូរស្បើយចាក់ជាពំខានរូបមន្តនេះសម្រាប់បងប្អូនដែលមានក្បាលពោះធំចង់សម្រកក្បាលពោះឬក៏សម្រកគីឡូក៏អាចប្រើបានដូចគ្នាឬមួយពិបាកបត់ជើងធំក៏ហូបត្រូវដូចគ្នាដែររូបមន្តនេះវាមានតួនាទីទៅរំលាយខ្លាញ់នៅក្នុងសរសៃឈាមខ្លាញ់រោមបេះដូងខ្លាញ់រោមថ្លើមបានយ៉ាងលឿនល្អត្រឹមតែរយៈពេល3ថ្ងៃឡើងទៅជំងឺខ្លាញ់រោមបេះដូងខ្លាញ់រោមថ្លើមហើយនិងខ្លាញ់នៅក្នុងសរសៃឈាមរបស់បងប្អូននឹងបានធូរស្បើយចាក់ជាពំខានសូមព្យាយាមទទួលទានឲ្យបាន4សប្តាហ៍ធានាថាជំងឺខ្លាញ់រោមថ្លើមរបស់ពុកម៉ែបងប្អូននឹងបានជាសះស្បើយចាក់ជាពំខានរូបមន្តនេះល្អខ្លាំងណាស់សូមទទួលទានចោះមិនខុសបំណងទេសូមបញ្ជាក់បងប្អូនដែលមានជំងឺក្រពះពោះវៀនសូមទទួលទានក្នុងមួយថ្ងៃតែកន្លះលីត្រឬក៏1លីត្របានហើយកុំទទួលទានច្រើនពេកស្ទង់មើលទៅតាមកម្លាំងរបស់ខ្លួនឯងផងបើហូបទៅវាធ្វើទុកក៏បងប្អូនបន្ថយបើមិនអីទេយើងក៏បន្ថែមធ្វើវិធីនេះឆាប់ជាលឿនបានផលលឿនការតមបងប្អូនតមរបស់ផ្អាប់របស់ត្រាំទំពាំងគ្រឿងសមុទ្រជាដើមត្រឹមតែរយៈពេល1សប្តាហ៍តែប៉ុណ្ណោះបងប្អូនចង់ហូបអ្វីក៏បានដែរសូមអរគុណសូមបញ្ជាក់ស្លឹកអំពិលមិនកំណត់ថាដាក់1ក្តាប់ដៃឬក៏2ក្តាប់ដៃទេអាស្រ័យទៅលើបងប្អូនចង់ហូបជូរតិចជូរខ្លាំងបើជូរខ្លាំងក៏បានផលលឿនបើជូរតិចក៏បានផលយឺតប្រសិនផ្ទះរបស់បងប្អូនមិនសូវសម្បូរស្លឹកអំពិលទេបងប្អូនអាចហាលថ្ងៃឲ្យស្ងួតហើយយកមកប្រើការបានដូចគ្នាសូមអរគុណ